ហើយនៅពេលដែលយើងបានមាន account យើងបាន sign in រួចរាល់យើងមាន account នៅក្នុង website នេះហើយអញ្ចឹងយើងអាច comment នៅខាងក្រោមវីដេអូណាក៏បានដែរយើងអាច like យើងអាច comment អីបានអ្វីគ្រប់យ៉ាងតែបើយើងអត់បាន sign in ទេយើងនៅជាលក្ខណៈguest បាទអញ្ចឹងយើងចូលមើលវីដេអូបានតែយើងអត់អាច comment ទេបាទគឺវាទាមទារយើងចុះឈ្មោះមាន user ត្រឹមត្រូវបានយើងអាច comment បានពីព្រោះការដែល comment គឺវាត្រូវបញ្ជាក់អំពីបុគ្គលរបស់ម្នាក់ឈ្មោះអ្វីបាទបាន comment នៅក្នុងវីដេអូហ្នឹងអញ្ចឹងបើយើងអត់បានចុះឈ្មោះផងយើងមិនអាច comment ទៅរួចណាតែយើងអាច like លើវីដេអូបានបាទយើងអាច like លើវីដេអូបាននៅពេលដែលយើងចុច like លើវីដេអូបែបហ្នឹងម្ចាស់ account profile នេះគេនឹងឃើញបាទឧទាហរណ៍ថាបានចុច like លើវីដេអូណាមួយគេហ៎បាទអញ្ចឹងម្ចាស់ account គេនឹងឃើញអមថាខ្ញុំចូលទៅមើលកន្លែង detail វីដេអូនីមួយៗបាទអញ្ចឹងខ្ញុំចូលទៅមើល detail កន្លែងនេះ icon detail video បាទកន្លែងនេះ icon edit បាទអញ្ចឹងខ្ញុំចូលមើល detail បាទអញ្ចឹងជានេះជា home page detail video អញ្ចឹងក្នុងហ្នឹងបាទវានឹងប្រាប់យើងហើយមាន guest បាទ guest បាន view ในវីដេអូនេះអត់មាន guest like ទេអញ្ចឹង guest នេះតំណាងឲ្យ user ដែលអត់ទាន់ចុះឈ្មោះបាទតែគាត់បានមាន guest ហ្នឹងបានមើលវីដេអូហ្នឹងមួយម្នាក់ហើយមាន user ដែលបាន sign in user ដែលមាន account ត្រឹមត្រូវហ្នឹងមាន4 user បាទបានមើល61ដងណានេះ user ត្រឹមត្រូវគេបានមើលវីដេអូហ្នឹងបាន61ដងណាពី4 user នេះហើយនេះជា view ពី link នេះគឺវាសម្រាប់អ្នក in-frame បាទ in-frame វីដេអូហ្នឹងទៅ share ដាក់នៅលើ blog website ដទៃអញ្ចឹងវានឹងបង្ហាញ view ឈ្មោះថា link view នេះបាទពេលដែលគេចូលមើលក្នុង website ដទៃហ្នឹងវានឹងបង្ហាញចំនួននៅក្នុងនេះហើយនេះជា total view ទាំងអស់បាទវាបូកសរុបចូលគ្នាទាំងអស់មកបាទនៅកន្លែងនេះបាទអញ្ចឹងនៅពេលដែលខ្ញុំនិយាយពី in-frame ម្ដងនេះជា icon សម្រាប់យើង im iframe បាទអញ្ចឹងនៅពេលដែលយើងចុចលើវាមកយើងចុច im iframe របស់ copy បាទយើងចុច OK មកយើង copy ហើយនេះជា button share សម្រាប់យើង share link ហ្នឹងទៅមិត្តភ័ក្តិយើងតាមឆាតតាមអីកម្មវិធីណាផ្សេងអីគឺយើងអាច share copy share នេះបានបាទយើង like ឥឡូវខ្ញុំ in-frame ឲ្យមើលនៅក្នុង blog មួយឧទាហរណ៍ខ្ញុំបាន copy in-frame ហើយបាទខ្ញុំផាសវាទៅក្នុង blog នៅក្នុង website blog មួយនេះបាទតមកឥឡូវខ្ញុំបើក blog ដែលខ្ញុំបាន in-frame ហ្នឹងបាទអញ្ចឹងនេះជា blog ដែលខ្ញុំបាន in-frame ពី website របស់ខ្ញុំនេះបាទខ្ញុំចុច in-frame ឡើងនេះបាទហើយយើងផាស iframe ចូលក្នុង blog របស់យើងមកបាទអញ្ចឹងវានឹង show layout របស់ website របស់ខ្ញុំហ្នឹងបាទក្នុងហ្នឹងវាមាន logo របស់ website ខ្ញុំវាមានអ្វីគ្រប់យ៉ាងនៅលើនេះដូចគ្នានៅក្នុង website នេះដែរបាទយើងអាច play មើលបាទយើងអាចផ្លាស់ប្ដូរ quality អីបានធម្មតា speed អីបាទហើយនៅពេលដែលគេចង់ដឹងថាវីដេអូនេះមកពីប្រភពណាវាដូចនឹង YouTube ដែរ YouTube គេមាន logo YouTube គេអក្សរ YouTube គេកន្លែងនេះនៅពេលដែលយើងនេះជា iframe YouTube បាទគេមានទម្រង់របស់គេបែបនេះហើយនេះជា iframe របស់ខ្ញុំបាទវាមានទម្រង់បែបនេះបាទអញ្ចឹងនៅពេលដែលយើងចុចនៅលើ logo នេះគឺវានឹង load ចូលអូតូម៉ាទិកបាទចូលអូតូម៉ាទិកនៅក្នុង website របស់ខ្ញុំ vidvid ហ្នឹងហ
ហើយវានឹងបង្ហាញវីដេអូដែលគេបានiframe ហ្នឹងបាទអញ្ចឹងនៅពេលដែលគេមើលគេចុច play មើលដល់ជាប់ចឹងបាទអញ្ចឹងវានឹងទទួលបាន view ពី block ហ្នឹងបាទហើយរវាង view ខ្ញុំមិនមែនកំណត់តើមើលដល់ជាប់បានកំណត់មក view ទេគឺខ្ញុំកំណត់ចាប់ពី15 second ឡើងអ្នកមើលចាប់ពី15 second ឡើងខ្ញុំកំណត់ឲ្យមក view បាទវានឹងបង្ហាញមក view នៅក្នុងនៅក្នុងlink view ហ្នឹងបាទចឹងនេះជា website ដែលខ្ញុំបានចំណាយពេល2ឆ្នាំជាងដើម្បីបង្កើតវាហើយថ្ងៃនេះចូលឆ្នាំថ្មីខ្ញុំបង្ហាញវាចែកជូនបងប្អូនឲ្យបានដឹងហើយក៏ប៉ុន្តែ website នេះខ្ញុំមិនទាន់មានលទ្ធភាពនឹងhosting វាជា worldwide បានទេពីព្រោះ website បែបនេះយើងអាចទិញ hosting ពីគេយកទៅដាក់ហើយ upload ចែកគ្នាប្រើបានទេពីព្រោះវាចំណាយ space នៅលើ database ហ្នឹងគឺច្រើនណាស់បាទព្រោះវីដេអូមួយ clip យើងដឹងហើយសម្ងាយចិត្ត 1G ឬក៏ពីចន្លោះ 1G ទៅ 3G អីចឹងទៅឬក៏តូចបំផុតក៏500 400 មេដែរបាទអញ្ចឹងប្រភេទទម្រង់ website បែបនេះគឺវាចំណាយ space ច្រើនណាស់អ្នកដែលបង្កើត website ដូចជា YouTube ឬក៏ Facebook គឺទាមទារឲ្យគេបង្កើត station database ដោយខ្លួនឯងបាទអញ្ចឹងគេមាន station database ដោយខ្លួនឯងគឺទំហំផ្ទុករបស់វីដេអូហ្នឹងគឺវារាប់ម៉ឺនរាប់សែនរាប់លាន GB បាទតេកបាយអញ្ចឹងមនុស្សស្ងមនុស្សរាប់លានអ្នកលើពិភពលោកហ្នឹងនាំគ្នា upload ក៏វាមិនងាយពេញដែរបាទហើយគេ update database គេហ្នឹងជារៀងរហូតតាមចំនួនអ្នកប្រើដែរអញ្ចឹងអានេះខ្ញុំគ្រាន់តែធ្វើឲ្យខ្ញុំផុសនៅក្នុង local network បដោះសន្នហើយវីដេអូដែលខ្ញុំ upload ទាំង lain នេះគឺវា store ទុកនៅក្នុង computer នេះឯងបាទអញ្ចឹងកន្លែងដតីអត់អាចបើកវាបានទេវាបើកបានតែក្នុង local wifi តែប៉ុណ្ណោះឯងបាទអញ្ចឹងអរគុណច្រើនហើយខ្ញុំនៅបង្ហាញវីដេអូបន្ទាប់លម្អិតអំពីការ upload វីដេអូការផ្លាស់ប្ដូរ profile cover អ្វីផ្សេងៗទៀតបាទអរគុណច្រើនបាទជួបគ្នានៅវីដេអូបន្ទាប់